គឺបើយោងតាមការផ្សាយរបស់កាសែត Council គាត់តែប្រហែលម៉ោងក្រោយពីលោកត្រាំបាននិយាយថាគឺលោកបានជួយបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃដោយសារតែថៃហើយរឿងនឹងរាវកាត់ឡើងដោយសារតែថៃជាអ្នកបើកការវាយប្រហារមុននោះគឺនាយករដ្ឋមន្ត្រីថាបាទគឺសម្ដីរបស់លោកត្រាំនឹងត្រូវបានសារព័ត៌មានចុះផ្សាយច្រើនណាបាទចុះផ្សាយច្រើនណានៅអ្នកខ្លះគេគាត់ដកស្រង់ធ្វើជា reference ជាយោងទេនៅក្នុងរឿងធំ Reuters AFP គេដកស្រង់ច្រើនរឿងនឹងម្នាក់ភ្ញាក់ផ្អើលដែរទោះបីជាគេដឹងថាលោកប្រធានាធិបតីគាត់ពិចារណាគាត់និយាយមិនសូវបង្ហាញនៅស្ថានភាពអ្វីដែលកំពុងកើតឡើងនៅដីខ្លះក៏ដោយក៏ប៉ុន្តែសម្ដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងស្ថានភាពបែបនេះធ្វើឲ្យមានចំណាប់អារម្មណ៍ច្រើនបាទគឺដូច្នេះហើយលោកអនុทิនបាទលោកអនុทิនបាននិយាយថាប្រទេសថៃមិនដែលឈានពាននរណាម្នាក់ឡើយគឺលោកតែបែបនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោក Donald Trump បានចាប់ប្រកាន់ប្រទេសថៃថាបានបើកការវាយប្រហារមុនទៅលើប្រទេសកម្ពុជាលោកអនុทิនបាននិយាយថាលោកមិនមានការព្រួយបារម្ភទេដោយលោកសង្កត់ធ្ងន់ថាគ្រប់ប្រទេសដែលបានចូលរួមនៅក្នុងការពិភាក្សាសុទ្ធតែបានបញ្ជាក់ថាខ្លួននៅតែអព្យាក្រឹតហើយលោកមិនបានឃើញប្រទេសណាចូលខាងណាមួយឡើយលោកអនុทิនបានបន្ថែមថានេះជាបញ្ហាដែលត្រូវដោះស្រាយជាស្ថាពររវាងប្រទេសថៃនិងប្រទេសកម្ពុជាបាទនេះគឺជាប្រតិកម្មរបស់លោកអនុทิនអញ្ចឹងប្រិមិត្តមើលស្ដាប់មើលតើមានការខុសប្លែកគ្នាទេពីរនាក់លោកនាយករដ្ឋមន្ត្រីហើយនឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការពិជាតិរបស់ថៃបាទលោកអ្នកផានិតតែពីនឹងអ្នកណានិយាយត្រង់វាច្បាស់ហើយមានម្នាក់និយាយត្រង់បើសិនជាប្រិមិត្តគិតថាតើអ្នកណានិយាយត្រង់ខ្ញុំគិតថាប្រហែលជាលោករដ្ឋមន្ត្រីក្រសួងការពិជាតិរបស់ថៃបែបនិយាយត្រង់ជាងពីព្រោះលោកអនុทิនគាត់និយាយដូចជានិយាយថាអូគ្មាននរណាគេគ្រប់គ្រងប្រទេសណាលំអៀងទៅខាងណាទេគឺគេអព្យាក្រឹតទាំងអស់បាទគឺអត់មានលំអៀងទៅខាងណាទេបាទគាត់និយាយហ្នឹងដើម្បីកុំឲ្យឃើញថៃអន់សាច់ខ្លាំងពេកតែរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនោះរដ្ឋក្រសួងការពិជាតិនោះគាត់ទុំបានគាត់ថាអូនអ្នកណាគាត់និយាយអព្យាក្រឹតការពិតវិញអត់មានស្ដាប់ថៃសោះបាទអត់ជឿថៃអញ្ចឹងណាបាទគឺទៅគ្រប់គ្រងកម្ពុជាបាទពីព្រោះកម្ពុជាគេនិយាយពិតបាទអញ្ចឹងដូច្នេះរវាងលោកអនុทิនហើយនិងលោករដ្ឋមន្ត្រីក្រសួងការពារជាតិនឹងតើយ៉ាងម៉េចនឹងគ្នាអញ្ចឹងខ្ញុំគ្រាន់តែជូនប្រិមិត្តប៉ុណ្ណេះហើយមួយទៀតផងដែរនៅចុងម៉ោងគឺជំរាបផងដែរមានអ្នកសួរពីរឿងហ្វីលីពីនកាលពីម្សិលមិញខ្ញុំបានបកស្រាយជូនខ្លះហើយឥឡូវនេះនៅថ្ងៃនេះគឺមានសេចក្តីរាយការណ៍ខាងសារព័ត៌មានមកបានបញ្ជាក់ឲ្យដឹងថាមន្ត្រីរបស់ខាងហ្វីលីពីនបានឆ្លើយមកផងដែរថាពួកអស់លោកត្រៀមខ្លួននឹងជួយសម្របសម្រួលការចរចារវាងប្រទេសថៃនិងកម្ពុជាការងារនេះបើវានៅសេសសល់ហើយមានការអញ្ជើញពីប្រទេសកម្ពុជាហើយនឹងប្រទេសថៃឲ្យមន្ត្រីឲ្យខាងហ្វីលីពីននឹងជួយរួមដោះស្រាយបាទដោយប្រើប្រាស់នៅការិយាល័យរបស់ប្រធានបដូវវេនរបស់អាស៊ានគឺលោកប្រធានាធិបតីហ្វីលីពីនបាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal នៅរបស់សហរដ្ឋអាមេរិកនេះគឺបើតាមសេចក្តីរាយការណ៍របស់ The Wall Street Journal បានឲ្យដឹងថារដ្ឋបាលលោកប្រធានាធិបតី Donald Trump ឥឡូវនេះកំពុងតែបង្កើនសម្ពាធបន្ថែមទៀតហើយទៅលើការដឹកនាំរបស់លោកប្រធានាធិបតី Maduro នៅក្នុងប្រទេស Venezuela គឺចំណាត់ការនេះកើតឡើងនៅពេលដែលយោធារបស់សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះសម្រាប់ហើយនឹងកងកម្លាំងសម្ភារៈយោធានានាសម្រាប់ធ្វើប្រតិបត្តិការសឹកពិសេសបាទក្រុមពិសេសតែម្ដងទៅតំបន់សមុទ្រការ៉ាអ៊ីបនៅក្នុងសប្តាហ៍នេះបាទដែលការបញ្ជូនកម្លាំងបន្ថែមនេះគឺជាការមួយដែលអាចនឹងផ្ដល់ឲ្យរដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅជំរឿសកាន់តែច្រើនប្រសិនបើចង់វាយប្រហារនេះបើយោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន The Wall Street Journal ក៏ដូចជាប្រភពទិន្នន័យជើងហោះហើរយន្តហោះ
ដែលមានអាចរកឃើញបានតាមបណ្ដាញសាធារណៈបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal ឲ្យដឹងថាយ៉ាងហោចណាស់គឺមានយន្តហោះប្រភេទ CV-22 Osprey ដែលមានកង្ហាល់នៅខាងក្រៅនេះចំនួន10គ្រឿងសម្រាប់ហោះទៅដែលយន្តហោះប្រភេទនេះគឺគេប្រើប្រាស់សម្រាប់ប្រតិបត្តិការរបស់កងកម្លាំងពិសេសតែម្ដងគឺបានហោះចូលទៅក្នុងតំបន់នេះកាលពីយប់ថ្ងៃច័ន្ទបានន័យថាយប់មិញកាលពីយប់ថ្ងៃច័ន្ទពីមូលដ្ឋានយោធារបស់ពួកគេនៅក្នុងរដ្ឋ New Mexico បាទនេះបើតាមមន្ត្រីនោះបានបញ្ជាក់ប្រាប់សារព័ត៌មានហើយក៏មានយន្តហោះប្រភេទ C-17 ដែលជាយន្តហោះប្រភេទដឹកទំនិញក៏បានហោះចេញពីទីមូលដ្ឋានយោធានៅពីរកន្លែងនៅ Fort Campbell ហើយនិង Fort Stewart បាទដើម្បីធ្វើដំណើរទៅទីនោះហើយក៏បានទៅដល់កាលពីថ្ងៃច័ន្ទនៅក្នុងតំបន់ Puerto Rico ដែនដី Puerto Rico នេះបើយោងតាមទិន្នន័យដែលខាងសារព័ត៌មានប្រើប្រព័ន្ធតាមដានទិន្នន័យដើម្បីផ្ទៀងផ្ទាត់មើលហើយបើយោងតាមមន្ត្រីម្នាក់ផ្សេងទៀតបានបញ្ជាក់ប្រាប់សារព័ត៌មានដែរថាគឺកងយោធារបស់សហរដ្ឋអាមេរិករួមទាំងអាវុធសឹកជាច្រើនដែលមានបំពាក់សពយ៉ាងទាំងអស់នោះក៏ត្រូវបានគេដឹកតាមយន្តហោះទៅទីនោះផងដែរគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើកងកម្លាំងប្រភេទណាហើយនឹងសម្ភារៈយ៉ាងណាដែលយន្តហោះនោះដឹកនៅឡើយទេក៏ប៉ុន្តែបើតាមការដឹងគឺនៅទីតាំងដែលយន្តហោះហោះចេញនោះគឺជាទីតាំងសម្រាប់យន្តហោះសម្រាប់បម្រើទៅដល់ប្រតិបត្តិការសឹកប្រតិបត្តិការពិសេសតែម្ដងរួមមានទាំងខាងទាហានឆ័ត្រយងផងដែរអញ្ចឹងបានន័យថាលោកប្រធានាធិបតីអាចនឹងប្រើប្រាស់តាក់ទិចដោយអាមេរិកដែលប្រើរដងផ្លោងពីសមុទ្រទៅផ្លោងហើយគឺអាចពួកឆ័ត្រយងហោះទៅប្រតិបត្តិការពិសេសហើយបានកម្លាំងថ្មើរជើងបុកច្រាំងឡើងតាមក្រោយដើម្បីធ្វើប្រតិបត្តិការតាមក្រោយបាទកម្លាំងពិសេសបើកមុខសិនបាទតាមធម្មតាកម្លាំងពិសេសគេបើកមុខហើយគេអត់នៅទេគេដកមកវិញដើម្បីឲ្យកងថ្មើរជើងធម្មតានោះធ្វើប្រតិបត្តិការម្ដងបាទនេះបើតាមការវិភាគរបស់ខាងសារព័ត៌មាន Wall Street Journal ព័ត៌មានទី2បាទព័ត៌មានទី2នៅក្នុងកម្មវិធីនេះគឺតកតងជាមួយនឹងការសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះគឺតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបដិសេធមិនអនុញ្ញាតឲ្យរដ្ឋបាលលោកប្រធានាធិបតី Donald Trump បញ្ជូនកងឆ្មាំជាតិរាប់រយនាក់ហ្នឹងទៅទីក្រុង Chicago ទេតំបន់នៅក្នុងទីក្រុង Chicago ទេដោយសារតែមន្ត្រីនៅក្នុងរដ្ឋ Illinois បាទទីក្រុង Chicago នោះវានៅក្នុងរដ្ឋ Illinois មន្ត្រីនៅក្នុងរដ្ឋ Illinois នេះបានជំទាស់មិនឲ្យបញ្ជូនទៅទេដែលធ្វើឲ្យមានការសង្ស័យមន្ទិលសង្ស័យតែអំពីថាតើការដាក់ពង្រាយកងឆ្មាំជាតិដូចនេះនៅក្នុងទីក្រុងដទៃទៀតរបស់អាមេរិកអាចនឹងរងជោគវាសនាទៅតុលាការបដិសេធដែរឬទេពីព្រោះឯតុលាការកំពូលបដិសេធម្ដងអញ្ចឹងគឺបានន័យថាតុលាការផ្សេងទៀតនឹងយកការសម្រេចនេះមកសម្រេចស្តៀងគ្នានឹងដែរបាទគឺការបញ្ជារបស់តុលាការកំពូលនេះគឺជាការបញ្ជាបឋមដែលនឹងជួយរាំងខ្ទប់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅពេលនេះគឺមិនឲ្យបញ្ជាប្រើប្រាស់កងឆ្មាំជាតិដែលប្រចាំនៅក្នុងរដ្ឋ Illinois ទៅបង្ក្រាបការងារពាក់ព័ន្ធជាមួយនឹងការបង្ក្រាបអន្តោប្រវេសន៍នៅក្នុងទីក្រុង Chicago ហើយនិងតំបន់ជុំវិញនោះទេបាទពីព្រោះអីគឺខាងតុលាការយល់ថាប្រតិបត្តិការរបស់កងឆ្មាំជាតិអាចធ្វើបាននៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកបើយោងតាមច្បាប់ឆ្នាំ1878នោះគឺมันអាចឲ្យយកកម្លាំងយោធាមកដើរតួនាទីជាប៉ូលីសតាមដានមើលសកម្មភាពនៅក្នុងទីក្រុងនៅក្នុងប្រទេសដើម្បីរក្សាសណ្ដាប់ធ្នាប់នោះទេបើសិនជាអគាររបស់រដ្ឋាភិបាលសហព័ន្ធមិនរងការគំរាមកំហែងនោះឡើយបាទ
ចឹងនេះគឺជាការដើរថយក្រោយមួយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលខាងតុលាការកំពូលបានសម្រេចដូចនេះបាទពីព្រោះក្នុងពេលកន្លងមកតុលាការកំពូលតែងតែបាទសម្រេចស្របជាមួយនឹងលោកប្រធានាធិបតីដែលជាការមួយបង្ហាញថាអំណាចប្រធានាធិបតីនៅក្នុងអាណត្តិរបស់លោកត្រាំត្រូវបានលោកយកមកប្រើដើម្បីចង់តេស្តសាកល្មើលថាតើលោកអាចដើររំលងច្បាប់បានប៉ុណ្ណាដែរតែមានច្បាប់ចន្លោះប្រហោងយ៉ាងណាដែលលោកអាចប្រើសិទ្ធិប្រធានាធិបតីរបស់លោកបានបើសិនជាការសម្រេចដូចនេះគឺជាការមួយទប់ស្កាត់លោកត្រាំមិនឲ្យប្រើអ្វីលើសពីច្បាប់ដែលបានកំណត់នោះទេបាទនេះជាព័ត៌មានទី2រីឯព័ត៌មានទី3គឺក្រសួងយុទ្ធភ័ពរបស់សហរដ្ឋអាមេរិកបានបញ្ចេញឯកសារថ្មីមួយទៀតហើយនៅក្នុងសំណុំរឿងស៊ើបអង្កេតលោក Jeffrey Epstein ដែលជាជនមានគេឈ្មោះអាសោចពាក់ព័ន្ធជាមួយនឹងការជួញដូរផ្លូវភេទស្ត្រីវ័យក្មេងយកទៅឲ្យអ្នកនយោបាយតារាឬក៏អ្នកមានទ្រព្យធនលុយកាក់ដើម្បីកំសាន្តជាមួយនឹងស្ត្រីវ័យក្មេងទាំងអស់នោះបាទក៏ប៉ុន្តែលោក Epstein បានស្លាប់នៅក្នុងពន្ធនាគារដោយធ្វើអត្តឃាតហើយការចេញផ្សាយនៅឯកសារចុងក្រោយនេះគឺបានបង្ហាញថាមានការនិយាយជាច្រើនដងយោងទៅដល់ឈ្មោះរបស់លោកប្រធានាធិបតី Trump បាទគឺពេលនោះគឺនៅលោកមិនទាន់ជាប្រធានាធិបតីនៅឡើយទេគឺជាការមួយបង្ហាញថាលោក Donald Trump ហើយនឹងលោក Jeffrey Epstein គឺមានទំនាក់ទំនងគ្នាបាទយ៉ាងជ្រាលជ្រៅលើសពីអ្វីដែលប្រជាជនធ្លាប់រំពឹងគិតពីមុនមកបាទការបង្ហាញនេះគឺពាក់ព័ន្ធជាមួយនឹងការស៊ើបអង្កេតលើលោក Jeffrey Epstein ហើយនៅក្នុងឯកសារនោះគឺមានការនិយាយទៅដល់ឈ្មោះលោកប្រធានាធិបតី Donald Trump ហ្នឹងគឺជាច្រើនរយដង hundreds of references បាទជាច្រើនរយដងហើយក្នុងនោះក៏មានលិខិតកោះអញ្ជើញចោទប្រកាន់ចំនួន2ទៅបានគេបញ្ជូនទៅដល់ភូមិគ្រឹះ Mar-a-Lago របស់លោកប្រធានាធិបតី Trump ផងដែរដែលនៅក្នុងរដ្ឋ Florida បាទហើយគឺនៅក្នុងឯកសារថ្មីដែលមានកម្រាស់ជិត30បាទជិត 30,000 ទំព័រនោះគឺមានការនិយាយជាច្រើនហើយក៏មានការលុបព័ត៌មានខ្លះចេញពាក់ព័ន្ធជាមួយនឹងអ្នកដែលរងការចាប់ប្រកាន់ម្នាក់ទៀតគឺឈ្មោះថា Ghislaine Maxwell ហើយនេះដែលជាមនុស្សចំណិតបាទរបស់លោក Epstein នឹងតែម្ដងហើយក៏ត្រូវបានចាប់ប្រកាន់ពីបទជួញដូរមនុស្សជួញដូរផ្លូវភេទជួញដូរមនុស្សបាទជួញដូរផ្លូវភេទផងដែរនៅក្នុងឆ្នាំ2021ហើយនៅក្នុងការទំនាក់ទំនងនោះគឺបានមានទាំងឯកសារទំនាក់ទំនងចេញពីពន្ធនាគារនៅក្នុងទីក្រុង Manhattan ក្នុងរដ្ឋ New York ដែលនៅទីនោះគឺលោក Epstein បានស្លាប់ដោយការធ្វើអត្តឃាតបាទហើយគឺមានព័ត៌មានជាច្រើនដែលនិយាយពាក់ព័ន្ធជាមួយនឹងលោកប្រធានាធិបតី Donald Trump ក៏ប៉ុន្តែឯកសារនោះមិនបានចោទប្រកាន់ថាលោកប្រធានាធិបតីបានធ្វើអ្វីខុសនោះទេបាទគឺគ្រាន់តែមានបង្ហាញអំពីការទំនាក់ទំនងរបស់លោក Trump ជាមួយនឹងលោក Epstein ហើយនឹងជំនួយការផ្ទាល់របស់លោកគឺអ្នកស្រី Maxwell តែប៉ុណ្ណោះបាទនេះគឺជាការវិវត្តតាក់ទងសំណុំរឿងអាស្រ័យផ្លូវភេទរបស់អ្នកនយោបាយធំបាទកាលពីម្សិលមិញខ្ញុំបានជម្រាបហើយគឺមានការលើកឡើងរបស់លោកខាងអ្នកនាំពាក្យរបស់លោក Bill Clinton ថ្ងៃនេះចេញមកហើយឬលោក Trump ក៏ប៉ុន្តែមិនថាលោកមានកំហុសខុសឆ្គងអ្វីនោះទេគ្រាន់តែមានការនិយាយដល់ឈ្មោះលោកតែប៉ុណ្ណោះព័ត៌មានទី4នេះបាទគឺពាក់ព័ន្ធជាមួយនឹងការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ2026នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺកំពុងតែរៀបចំខ្លួនដើម្បីធ្វើការបង្ក្រាបទៅលើជនអន្តោប្រវេសន៍យ៉ាងគគ្រលើនកាន់តែខ្លាំងជាងមុននៅក្នុងឆ្នាំ2026ដោយសារតែស្ថាប័នប៉ូលីសអន្តោប្រវេសន៍នេះទទួលបានថវិកាយ៉ាងសន្ធឹកសន្ធាប់តែម្ដងពីសភាជាតិដែលបានផ្ដល់ឲ្យពួកគេដោយទទួលបានថវិកា
ជាច្រើនសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃហើយការអនុវត្តការងារនេះគឺនឹងនៅតែបន្តបើទោះបីជារដ្ឋបាលរបស់លោកត្រាំឬក៏គណៈបកសាធារណរដ្ឋរបស់លោកគឺរងការវិប្រហារហើយនឹងការដើរថយក្រោយដោយសារតែការបោះឆ្នោតពាក់កណ្ដាលអាណត្តិជិតមកដល់ក៏ដោយបាទលោកត្រាំគឺបានបង្ថែមចំនួនភ្នាក់ងារអន្តោប្រវេសន៍ហើយនឹងបានបញ្ជូនពួកគេទៅទីក្រុងធំៗនៅក្នុងសហរដ្ឋអាមេរិកដែលនៅទីនោះពួកគេចាប់ផ្ដើមធ្វើដំណើរតាមភូមិតាមតំបន់នីមួយៗហើយមានការប៉ះទង្គិចជាមួយនឹងពលរដ្ឋនៅក្នុងមូលដ្ឋាននោះផងដែរក្នុងគណៈពេលដែលពួកគេព្យាយាមចូលទៅចាប់ជនដែលសង្ស័យថាជាជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមពិតប្រាកដច្បាស់លាស់បាទទីភ្នាក់ងាររបស់រដ្ឋាភិបាលនៅសហព័ន្ធនៅពេលនេះគឺបានធ្វើការវិប្រហារវិឆ្មក់ទៅលើទីតាំងជាច្រើនរួមទាំងកន្លែងប្រកបអាជីវកម្មផងហើយគឺអ្នកខ្លះហ្នឹងក៏រកការចាប់ឆ្មក់ចូលទៅចាប់នៅកន្លែងកសិដ្ឋានផងដែររោងចក្រហើយនឹងក្រុមហ៊ុននានាគឺក៏ជារឿងមួយដែលអាចដែលធ្វើឲ្យប៉ះពាល់ទៅដល់ទូនីតិរបស់ជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិកដោយសារតែក្រុមកន្លែងការងារទាំងអស់នោះដែលមានដូចជាកសិដ្ឋានអីនោះរោងចក្រហើយនឹងក្រុមហ៊ុនអាជីវកម្មមួយចំនួនគឺគាត់សុខចិត្តជួលអ្នកដែលជាជនអន្តោប្រវេសន៍ខុសច្បាប់នឹងមកធ្វើការដោយសារតែបាទចំណាយប្រាក់ខែទាបហើយបើសិនជាអ្នកនោះតវ៉ាក៏មិនហ៊ានដែរបើសិនជាក្នុងករណីដែរតកែគាត់រំលោភសិទ្ធិដោយសារតែជនអន្តោប្រវេសន៍ទាំងនោះមិនហ៊ានទៅប្តឹងប៉ូលីសនោះទេដូច្នេះសម្រាប់ឆ្នាំ2026នេះគឺរំពឹងថានឹងមានការបង្ក្រាបបន្ថែមទៀតពីព្រោះអី ICE ទីភ្នាក់ងារប៉ូលីសអន្តោប្រវេសន៍ ICE ហើយនឹងក្រុមខាងត្រួតពិនិត្យព្រំដែននោះគឺទទួលបានថវិការហូតដល់170,000,000,000 ដុល្លារ$170 billionសម្រាប់ប្រតិបត្តិការរហូតដល់ខែកញ្ញាឆ្នាំ2029គឺបានន័យថា3ឆ្នាំទៅមុខទៀតណា3ឆ្នាំទៅមុខទៀតគឺទទួលបានប៉ុណ្ណឹងអញ្ចឹងបានន័យថាមួយឆ្នាំគឺ60ណាជិត60 billionដុល្លារដែលជាការកើនឡើងយ៉ាងគំហុកតែម្ដងពីថវិកាពីពេលបច្ចុប្បន្ននេះគឺមានតែចំនួន$19,000 លានក្នុងមួយឆ្នាំឥឡូវនេះមួយឆ្នាំឡើងទៅដល់ជិត$60,000 លានហ្នឹងគឺការបានន័យថាកើនឡើង3ដងគុណនឹង3អញ្ចឹងហើយបានជាប្រតិបត្តិការគេរំពឹងថានឹងមានកាន់តែច្រើនជាងមុនអញ្ចឹងខ្ញុំសង្ឃឹមថាប្រិមិត្តដែលនៅសហរដ្ឋអាមេរិកដែលមកពីសហគមន៍ខ្មែរគឺនឹងមិនមានរឿងអភ័ព្វដូចនេះទេណាដែលត្រូវខាងប៉ូលីសអន្តោប្រវេសន៍តាមបង្ក្រាបហើយនឹងចាប់បញ្ជូនទៅប្រទេសកម្ពុជាវិញព័ត៌មានទី5សូមជូនខ្លីទេគឺបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺលោក Dmitry Peskov បានឆ្លើយតបជាមួយនឹងរបាយការណ៍របស់សារព័ត៌មាន Reuters ដែលចេញផ្សាយកាលពីប្រហែលថ្ងៃមុននេះដែលដកស្រង់ពីប្រភពមន្ត្រីចារកម្មសហរដ្ឋអាមេរិកចំនួន6ប្រភពផ្សេងៗគ្នាដែលបង្ហាញថាលោក Vladimir Putin គឺនៅតែចិញ្ចឹមចិត្តមានមហិច្ឆតាចង់ត្របាក់យកប្រទេសអ៊ុយក្រែនទាំងមូលគឺមិនមែនចង់បានតែមួយផ្នែកតូចនេះទេហើយមិនត្រឹមតែប៉ុណ្ណោះទេពួកគេក៏វិតម្លៃថាលោកពូទីនអាចនឹងស្ដារនៅអតីតសហភាពសូវៀតឡើងវិញអតីតអាណាចក្ររបស់រុស្ស៊ីឡើងវិញដោយទៅយកប្រទេសតូចៗដែលធ្លាប់តែជាសមាជិករបស់អតីតសហភាពសូវៀតបាទក៏ប៉ុន្តែលោក Dmitry Peskov ដែលជាអ្នកនាំពាក្យវិមានក្រមឡាំងគឺរបស់លោកពូទីនតែម្ដងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃច័ន្ទកន្លងមកនេះថាអត់មានរឿងបែបហ្នឹងទេគឺ this is absolutely not true នេះមិនមែនជារឿងពិតទេបាទគឺលោកបាននិយាយថាបាទរុស្ស៊ីគឺមិនមានចេតនាដោយការ
និយាយរបស់ក្រុមចារកម្មអាមេរិកនោះឡើយបាទនេះគឺជាព័ត៌មានទី5ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នា